ឲ្យអស់ចិត្តបន្តិចម្នាក់យោគយល់គ្នារស់នៅមិនបាច់តែ100ឆ្នាំទេ1000ឆ្នាំក៏រស់នៅជាមួយគ្នាដែរអញ្ចឹងណាដោយសារសុភមង្គលទី4ព្រះអង្គទ្រង់សម្ដែងថាលាភៈត្រូវចែកទ្រព្យសម្បត្តិរកពីខាងស្វាមីក្តីខាងភរិយាក្តីជាទ្រព្យសម្បត្តិរួមមួយប៉ុន្តែជួយចែកនៅសេចក្តីសុខគ្នាទ្រព្យសម្បត្តិហ្នឹងណាជួយថែរក្សាទាំងអស់គ្នាព្រោះទ្រព្យទាំងអស់នេះសម្រាប់ទំនុកបំរុងចិញ្ចឹមនៅគ្រួសាររួមទាំងគ្រួសារតូចរួមទាំងគ្រួសារធំមានតែតឯងក៏អត់កើតដែរណាតើតមានទាំងអស់គ្នាទើបអាចមានសុភមង្គលបានទី5ព្រះអង្គឲ្យមានសិលមិនហ្នឹងសិលគឺសេចក្តីល្អទៅវិញទៅមកស្មោះត្រង់សិលប្រែថាស្មោះត្រង់ហ្នឹងហើយស្មោះត្រង់គ្នាអត់វាទេយល់ចិត្តគ្នាអធិស្ឋានគ្នាសំខាន់ភាពស្មោះត្រង់តាមផ្លូវចិត្តនឹងឯងលោកឲ្យឈ្មោះថាសិលនិងទី6ទឹកហេនេះគឺការយល់ស្របគ្នាមនោគមវិជ្ជាឲ្យមានកំណត់នឹងធ្វើអីឲ្យស្របគ្នាដោះស្រាយដើម្បីរកចំណុចមួយដែលល្អដោះស្រាយគ្នាចេះទទួលខុសត្រូវទទួលទាំងខុសទទួលទាំងត្រូវមិនទទួលតែត្រូវខុសទុកឲ្យគេទេណាយ៉ាងកិច្ចការទាំងអស់ត្រូវចេះទទួលទាំងខុសទាំងត្រូវទាំងល្អទាំងអាក្រក់ឯងត្រូវឯងអត់បានទេនឹងគឺជាទិដ្ឋិនៃការយោគយល់ជាសមាទិដ្ឋិដ៏ប្រសើរចេះរឿងធំពង្រួមឲ្យរឿងតូចឲ្យអស់រឿងនឹងមានទិដ្ឋិល្អតែសារប៉ុណ្ណឹងបានក៏មកច្រើនជាងនឹងទេតែប៉ុណ្ណឹងល្អណានឹងឲ្យសូមឲ្យដំណើរនៃជីវិតទាំងអស់គ្នាបានសិរីសួស្តីសុភមង្គលទាំងកូនទាំងមេត្តាបិតាក្រុមញាតិទាំងអស់សូមទេវតាបីបាច់ថែរក្សាគុណបរតនត្រ័យទាំង3ពុទ្ធពធព្រះសង្ឃព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធដើម្បីនឹងប្រោះព្រំសិទ្ធិពលជ័យសិរីមង្គលពិពលសុខក្រុមគ្រួសារញាតិញោមទាំងអស់រកទទួលទានមានបានការចារតិចតិជុំសុខដុមរមនាទទួលនៅបន្តពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងទៀតឡើយសូមអនុមោទនា